បាទជំរាបសួរស្ដីបងប្អូនទាំងអស់គ្នាជួបជាមួយនឹង admin មុខយ៉ាប់ទៀតហើយថ្ងៃនេះគឺ admin មុខយ៉ាប់បានពំនាំនៅទស្សនីយភាពទីកន្លែងនៅក្នុងខេត្តកំពង់ចាមយើងតែម្ដងគឺទីកន្លែងសង្ក្រាន្តឆ្នាំថ្មីឆ្នាំ2025យើងហ្នឹងហើយនេះគឺជាទស្សនវិជ្ជាតាមដងផ្លូវគឺទៅឆ្ពោះទៅកាន់សាលាខេត្តកំពង់ចាមហើយបងប្អូនដែលគាត់ខាងរៀបចំហ្នឹងគឺមកមានយកក្នុងការរៀបចំមែនទែនហើយបងប្អូនមើលតាមដងផ្លូវគឺសិតតែពីងតែម្ដងគឺពីងទឹកតែម្ដងអញ្ចឹងបងប្អូនកុំព្រួយបារម្ភរឿងខ្វះទឹកខ្វះអីគឺมันខ្វះទេទឹកគឺមកដងផ្លូវហ្នឹងប្រហែលជា5ម៉ែត្រពីងមួយ5ម៉ែត្រពីងមួយដល់ពេលអញ្ចឹងទៅបងប្អូនហើយកុំព្រួយបារម្ភរឿងក្តៅរឿងអីគឺអត់បញ្ហាទេហើយសង្ក្រាន្តឆ្នាំ2025នៅក្នុងខេត្តកំពង់ចាមយើងនេះគឺនៅថ្ងៃទី2នៃថ្ងៃចូលឆ្នាំហ្នឹងគឺខាងខេត្តកំពង់ចាមមានតែថាមន្ត្រីខេត្តកំពង់ចាមបានរៀបចំទទួលបងប្អូនហ្នឹងនៅលីហាចំនួនប្រមាណ1គីឡូដីដែរបងប្អូនគឺ1000ម៉ែត្រអញ្ចឹងក្រាស់ក្រែលដែរយើងបងប្អូននៅក្នុងខេត្តកំពង់ចាមកុំភ្លេចគឺលីហាហ្នឹងគឺប្រព្រឹត្តទៅប្រហែលជាម៉ោង11 12តទៅពីព្រោះថាបើសិនជាយើងដាក់ល្ងាចពេកវាអាចខ្លាចភ្លៀងដល់ពេលអញ្ចឹងទៅគាត់គិតថាដាក់ពីម៉ោង1 10 2 10ហ្នឹងទៅវាងាយស្រួលដែរវាក្តៅឬម៉ោងនឹងឆ្អិនហើយអញ្ចឹងបងប្អូនអាចបរិភោគបានហើយការរៀបចំនៅក្នុងទីកន្លែងសង្ក្រាន្តនៅខេត្តកំពង់ចាមនេះគឺស្អាតមែនទែនឆ្នាំនេះគឺប្លែកខុសពីឆ្នាំទៅមិញពីព្រោះថាមួយឆ្នាំប្លែកតិចមួយឆ្នាំប្លែកតិចដើម្បីឲ្យភ្ញៀវជាតិនិងអន្តរជាតិហ្នឹងគឺគាត់មកទស្សនានឹងសប្បាយរីករាយកំសាន្តផងដែរបងប្អូនហើយនេះគឺជាដងផ្លូវឆ្ពោះទៅកាន់កន្លែងធ្វើសង្ក្រាន្តហើយនៅមុខសាលាខេត្តតែម្ដងហៅថានៅគៀកនៃសួនកុមារតែម្ដងបងប្អូនហើយបងប្អូនមួយទៀតគឺនៅក្នុងកន្លែងសង្ក្រាន្តហ្នឹងគឺ free wifi តែម្ដងបងប្អូនដែលបានថតទៅចង់ផុសចែកជូនឲ្យបងប្អូនតាមបណ្ដាខេត្តនឹងមើលកុំព្រួយបារម្ភបងប្អូនបើខ្វះសេវាមាន wifi ជំនួយទៅទៀតបងប្អូនវាជំនួយ wifi ទៅទៀតអញ្ចឹងគឺខេត្តកំពង់ចាមឆ្នាំនេះគឺមិនធម្មតាទេអញ្ចឹងបងប្អូនចាំតែសប្បាយទៅ3យប់4ថ្ងៃ5យប់គឺអាចបងប្អូនអញ្ចឹងទស្សនាទាំងអស់គ្នាហើយសប្បាយទាំងអស់គ្នានៅក្នុងខេត្តកំពង់ចាមយើងហ្នឹងហើយទស្សនវិជ្ជានេះគឺមិនទាន់បានហៅថារួច 100% ផងយើងមើលទៅគឺស្អាតប៉ុណ្្នឹងហើយតមុំនឹងបាន 100% ទៀតមិនដឹងស្អាតប៉ុណ្ណាទេមិនដឹងស្អាតប៉ុណ្ណាទេហើយបងប្អូនត្រៀមខ្លួនណាហើយអ្នកដែលកំពង់ចាមអ្នកនៅតាមស្រុកកំពង់សៀមស្រុកកងមាសស្រុកព្រៃឈើស្រុកបែកខាងកើតនោះបែកខាងផ្នែកខាងខេត្តត្បូងឃ្មុំគៀកនិងខេត្តកំពង់ចាមនេះគឺគាត់មកដែរដូចជាខាងយូរ៉ូខាងអីក៏គាត់មកដែរអញ្ចឹងមកទាំងអស់គ្នាសប្បាយទាំងអស់គ្នានៅក្នុងខេត្តកំពង់ចាមយើងតែម្ដងបងប្អូនហើយទស្សនវិជ្ជានេះគឺមិនទាន់បាន 100% ទេប៉ុន្តែយើងមើលទៅគឺស្រស់ស្អាតប៉ុណ្្នឹងហើយបងប្អូនមិនទាន់ 100% ផងស្រស់ស្អាតប៉ុណ្្នឹងហើយអញ្ចឹងអាត្មនឹងបាន 100% ហើយបងប្អូនប្រជាពលរដ្ឋដែលមកលេងសង្ក្រាន្តនឹងរឹតតែណែនតាមទៀតរឹតតែស្អាតទៅទៀតបងប្អូនរឹតតែស្អាតទៅទៀតអញ្ចឹងហើយយើងឆ្នាំនេះខេត្តកំពង់ចាមយើងនឹងអាចជាប់លេខ1នៅក្នុងទូទាំងប្រទេសយើងតែម្ដងបងប្អូនពីព្រោះថាខេត្តកំពង់ចាមឆ្នាំទៅគឺជាខេត្តគំរូមួយដ៏ល្អប្រជាពលរដ្ឋនោះគឺមកច្រើនមែនទេហើយឆ្នាំនេះក៏រឹតតែច្រើនទៅទៀតដែរ